បងអានេះគឺជាវីដេអូរបៀបទាញហ្គែនដាក់កលឹះងាយស្រួលដំបូងឡើយបងដាក់ហ្គែននៅលើក្បាលពោះដូចខ្ញុំកំពុងតែដាក់សល់ចន្លោះប៉ុណ្ណឹងហត់ត្រូវណាបងលើកហ្គែនប្រឆាត់មកលើក្បាលពោះបន្តិចបន្ទាប់មកបងដាក់កលឹះឲ្យបាន4ទៅ5កលឹះវីទ័រនៅលើផ្សិតយើងអញ្ចឹងបងនេះឃើញអត់បន្ទាប់មកបងកាន់ហ្គែនដូចដៃខ្ញុំកាន់ចឹងទាញសម្រាប់ម្ដងបន្តិចឲ្យភើចពោះហ่าបងចាបន្ទាប់មកទៀតបងរៀងប្រើកម្លាំងដៃបន្តិចកន្លែងនេះរៀងពិបាកបន្តិចយើងត្រូវទាញដាក់កលឹះម្ដងមកកលឹះម្ដងមកកលឹះបងប្រើកម្លាំងដៃនេះដូចខ្ញុំកំពុងតែធ្វើជួយបងមើលអញ្ចឹងណាបងបន្ទាប់មកទាញរៀងសម្រាប់ចុះក្រោមតិចហើយមិនបខំឯងបងដោយសារខ្ញុំកំពុងតែហត់នេះរៀងតឹងខ្លាំងបន្ទាប់មកចាយើងដាក់ម្ដងមកកលឹះរហូតទៅដល់លើបងអរគ្នាឥឡូវនេះចិត្តហើយបងខ្ញុំទាញសម្រាប់ចុះក្រោមទៀតណាហើយខ្ញុំសេរីនៅលើខ្លួនខ្ញុំធ្វើមិនឲ្យស្រួលបានខ្ញុំដាក់កលឹះបន្តរហូតដល់លើសម្រាប់ការរត់ហ្គែនវិញបងចង់រត់លើរោគដូចខ្ញុំអញ្ចឹងក៏បានរត់ជាប់នឹងសាច់ពាក់កៅពីលើក៏បានដែរតែបើហត់ហ្គែនប្រភេទវែងអញ្ចឹងបងលើកឲ្យក្នុងខ្ញុំមកដាក់លើហ្គែនណាដើម្បីឲ្យហ្គែនវាក្លឹបមួយរាងរបស់យើងហើយពេលដែលរត់ទៅគឺងាយស្រួលក្នុងការអង្គុយឈរគេង